ព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោគ្មានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិតអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធិរិតបានកត់ត្រាសំខាន់ៗនៃបេសកកម្មរបស់សម្ដេចតេជោក្នុងបុព្វហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថានៅថ្ងៃទី20ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅបដូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតដល់បញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំនរផេះផោងឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ 7% ក្នុងមួយឆ្នាំជាង2ទសវត្សរ៍នៅមុន COVID-19 បើតាមលោកជាធិរិតបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចសម្ដេចជាជាតិរបស់ខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងតែតំណាងឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្លុកភ្លើងសង្គ្រាមនិងដឹកនាំប្រទេសឲ្យលោកតែងតែរំលឹកពីរឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់មកដល់ពេលនេះទេព្រោះឆាកជីវិតវាលំបាកពេកសម្ដេចតេជោប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅបដូរក្នុងការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរនៃការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មីសម្ដេចមានប្រសាសន៍បន្ថែមថាចូលចងចាំថាគ្មានយកជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ